សួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបង្ហាញទំនប់បារាំងទឹកច្រើនមែនតើហើយក៏ឃើញមានបងប្អូនមកបងសំណាញ់ឲ្យស្ទូចត្រីផងដែរហើយទំនប់បារាំងនេះខ្ញុំមកជាច្រើនដងហើយនេះខ្ញុំមកចំពេលទឹកច្រើនពេលទឹកច្រើនគឺស្អាតមែនតើតែនេះច្រើនខ្លាំងពេកហើយបន្តិចទៀតហ្នឹងយើងអាចទៅលេងទឹកបានទឹកច្រើនអញ្ចឹងយើងឃើញរៀងពោទៅដោះគោបន្តិចហើយទំនប់បារាំងនេះដែរគឺមានអាយុកាលយូរឆ្នាំមកហើយជាង100ឆ្នាំហើយទំនប់បារាំងនេះគឺនៅជិតតំបន់គោដែរគឺផ្លូវវងតូចបងប្អូនគាត់ថាចេញពីខ្លោងទ្វារជ័យបន្តិចមកនៅខាងឆ្វេងដៃផ្លូវចូលមកត្រង់ហ្នឹងហើយខ្ញុំបានថតផ្លូវចូលដោយសារខ្ញុំធ្លាប់បានធ្វើវីដេអូពីមុនយូរមកហើយបើច្បាប់វិញចិត្តប្រពន្ធក៏ដែរខ្ញុំក៏ទៅច្បាប់នេះជាង100ឆ្នាំទៅមិនធម្មតាដែរប៉ុន្តែទឹកថ្នាំនេះប្រហែលជាខ្ញុំអត់ដឹងថាទឹកថ្នាំចាស់ឬមួយទឹកថ្នាំថ្មីដែរសំបីតែដៃខាងលើនេះខ្ញុំបានសួរពូដែលជាមនៅកន្លែងហ្នឹងគាត់ថាដៃហ្នឹងគឺអត់មានណាដែរដូរទេតាំងពីជំនាន់ប្រាំងហើយដៃហ្នឹងហើយដៃគឺខ្ញុំចុះមកខាងក្រោមហើយសម្បូរដោយបងប្អូនឥឡូវគាត់មកបងសំណាញ់ហើយនឹងខ្លះទៀតក៏មកស្ទូចត្រីខ្ញុំក៏ធ្លាប់មកស្ទូចត្រីនឹងដែរប៉ុន្តែដោយសារឥឡូវនេះគឺទឹកហូរច្រើនជាងទៅយើងពិបាកស្ទូចបន្តិចប៉ុន្តែទេសភាពនៅកន្លែងហ្នឹងគឺស្រស់ស្អាតមែនតើខៀវស្ងាត់ល្អហើយទឹកវិញត្រជាក់ត្រជុំខ្ញុំឃើញថ្ងៃសារអាទិត្យអីឃើញបងប្អូនទៅលេងច្រើននៅខាងលើគឺមានកញ្ចុះទៀតអត់បញ្ហាទេរឿងភ្លៀងអីយើងអាចមានកញ្ចុះជ្រោះហើយពីមុនមកខ្ញុំមិនដែលស្គាល់កន្លែងនេះទេខ្ញុំជិះកង់ចូលព្រៃអង្គរអាសាជិះចូលលេងទៅក៏មកដល់កន្លែងនេះទៅក៏ស្គាល់ហើយគេប្រាប់ថាជាទំនប់បារាំងកន្លែងហ្នឹងហើយទេសភាពថតពីលើទៅស្អាតមែនតើហើយនៅខាងក្រៅខ្នងខ្ញុំតិចទៀតខ្ញុំនឹងបង្ហាញនេះខ្ញុំបង្ហាញកន្លែងទំនប់បារាំងហ្នឹងសិនដោយសារទឹកមកច្រើនអញ្ចឹងទៅយើងអត់ឃើញទឹកស្អាតប្រហែលទេហើយខាងមុខខ្ញុំគឺជាកញ្ចុះដែលយើងអាចទៅអង្គុយលេងនឹងបានជ្រោកភ្លៀងឆ្លោះអីបើសិនជាមេឃភ្លៀងមេឃអីអញ្ចឹងណាហើយពីមុនផងដែរខ្ញុំធ្លាប់មកកន្លែងនេះដែរដាក់ជាមួយមកធីមអាំងសាច់អីនៅកន្លែងហ្នឹងអីមែនតើហើយចានឆ្នាំងចក្រានអីគ្រឿងក្រៅបោះអ៊ំអ្នកដែលយាមនៅកន្លែងតំបន់ហ្នឹងហើយថ្ងៃនេះដែរគឺជាថ្ងៃចុងសប្តាហ៍បងប្អូនដាក់មកធីមទៅអង្គុយលេងនៅទំនប់ប្រាំងបងត្រីអាំងសាច់លេងតំណងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត